ព្រះគម្ពីរនិខម៉ានាំងជំពូកទី18យីអាយេត្រូជាសង្ឃនៅស្រុកម៉ាឌៀនដែលជាឪពុកក្មេកម៉ូសេកាលបានឮពីអស់ទាំងការដែលព្រះយេហូវ៉ាបានប្រោសដល់ម៉ូសេនិងពួកអ៊ីស្រាអែលជារាជទ្រង់ដោយទ្រង់បាននាំគេចេញពីស្រុកអេស៊ីបមកនោះលោកក៏នាំនាងសេផូរ៉ាជាប្រពន្ធម៉ូសេដែលបានឲ្យត្រឡប់ទៅផ្ទះវិញទៅជាមួយព្រមទាំងកូនរបស់នាងទាំងពីរដែរគឺមួយឈ្មោះគឺសុំត្បិតម៉ូសេនឹកថាអញនៅប្រទេសក្រៅហើយមួយទៀតឈ្មោះអេលីសើត្បិតលោកថាព្រះនៃឪពុកអញទ្រង់បានជួយអញក៏បានដោះអញឲ្យរួចពីដាវរបស់ផារ៉ានផងយេត្រូឪពុកក្មេងម៉ូសេនិងកូនទាំងពីរព្រមទាំងប្រពន្ធម៉ូសេក៏នាំគ្នាមកឯលោកនៅទីរហោស្ថានត្រង់កន្លែងដែលដំឡើងត្រសាលនៅជើងភ្នំនៃព្រះយេត្រូក៏ផ្ដាំទៅម៉ូសេថាអញយេត្រូជាឪពុកក្មេងឯងបានមកដល់ហើយបាននាំទាំងប្រពន្ធនិងកូនឯងទាំងពីរមកជាមួយផងដូច្នេះម៉ូសេក៏ចេញទៅទទួលឪពុកក្មេកក៏ក្រាបសំពះហើយថើបលោករួចលោកសាកសួរគ្នាទៅវិញទៅមកពីសេចក្តីសុខទុក្ខហើយនាំគ្នាចូលទៅក្នុងត្រសាលឯម៉ូសេលោកចាប់តាំងរាយរឿងប្រាប់ឪពុកក្មេកពីអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បានធ្វើដល់ផារ៉ោននិងសាសអេស៊ីបដោយទ្រង់យល់ដល់ពួកអ៊ីស្រាអែលនិងពីសេចក្តីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវហើយដែលព្រះយេហូវ៉ាទ្រង់បានជួយឲ្យរួចទាំងអស់យេត្រូក៏មានសេចក្តីអំណរដោយអស់ទាំងសេចក្តីល្អដែលព្រះយេហូវ៉ាបានប្រោសដល់ពួកអ៊ីស្រាអែលដែលទ្រង់បានជួយឲ្យគេរួចពីកណ្ដាប់ដៃនៃពួកសាសអេស៊ីបក៏ពោលថាសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរជាព្រះដែលទ្រង់បានជួយឯងឲ្យរួចពីកណ្ដាប់ដៃនៃពួកសាសអេស៊ីបនិងពីកណ្ដាប់ដៃនៃផារ៉ោនព្រមទាំងបណ្ដាជនឲ្យរួចពីក្រោមអំណាចសាសអេស៊ីបផងឥឡូវនេះអញដឹងថាព្រះយេហូវ៉ាទ្រង់ធំលើអស់ទាំងព្រះត្បិតទ្រង់បានឈ្នះក្នុងអំពើដែលគេបានប្រព្រឹត្តដោយប្រហើនចំពោះឯងរកគ្នារួចយេត្រូជាឪពុកក្មេកម៉ូសេលោកយកដង្វាយដុតនិងយ៉ាញ់បូជាទៅថ្វាយដល់ព្រះហើយអេរ៉ុននិងពួកចាស់ទុំសាសអ៊ីស្រាអែលក៏មកបរិភោគភោជនីយអាហារជាមួយនឹងឪពុកក្មេករបស់ម៉ូសេនៅចំពោះព្រះដែរដល់ថ្ងៃស្អែកឡើងម៉ូសេអង្គុយជំនុំជម្រះរឿងឲ្យបណ្ដាជនទាំងឡាយឯបណ្ដាជនទាំងអស់ក៏ឈរនៅមុខលោកតាំងពីព្រឹករហូតដល់ល្ងាចកាលឪពុកក្មេកម៉ូសេបានឃើញអស់ទាំងការតែលោកធ្វើសម្រាប់ពួកបណ្ដាជនដូច្នោះនោះក៏សួរថាតើឯងធ្វើអ្វីដូច្នេះហេតុអ្វីបានជាអង្គុយតែម្នាក់ឯងហើយបណ្ដាជនគេឈរនៅចំពោះមុខឯងតាំងពីព្រឹកទល់ល្ងាចយ៉ាងនេះម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថាពីព្រោះគេមកឲ្យខ្ញុំដើម្បីទូលសួរដល់ព្រះកាលណាគេមានរឿងអ្វីនោះគេតែងមកឯខ្ញុំហើយខ្ញុំវិនិច្ឆ័យឲ្យគេព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្តីបញ្ញត្តិនិងច្បាប់របស់ព្រះផងឪពុកក្មេងម៉ូសេក៏និយាយថាដែលឯងធ្វើដូច្នោះនោះមិនស្រួលទេត្បិតយ៉ាងនោះឯងនឹងថយកម្លាំងទៅព្រមទាំងកម្លាំងនៃបណ្ដាជនដែលនៅជាមួយនឹងឯងផងពីព្រោះការនេះហួសកម្លាំងឯងហើយនឹងធ្វើតែម្នាក់ឯងមិនបានទេឥឡូវនេះចូលស្ដាប់សិនអញនឹងទូលមានឯងបន្តិចក៏សូមឲ្យព្រះគង់ជាមួយនឹងឯងផងគឺឲ្យឯងបានឈរជាជំនួសបណ្ដាជនទាំងឡាយនៅចំពោះព្រះដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់ហើយឯងនឹងបង្រៀនអស់ទាំងសេចក្តីបញ្ញត្តិនិងច្បាប់ដល់គេទាំងបង្ហាញផ្លូវដែលគេត្រូវដើរនិងការដែលគេត្រូវធ្វើដែរត្រូវឲ្យឯងឬយកមនុស្សប៉ិនប្រសពព្រមទាំងមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជនជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូកហើយត្រូវតាំងមនុស្សទាំងនោះឡើងឲ្យត្រួតត្រាលើជនទាំងឡាយឲ្យគេធ្វើជាមេលើមនុស្ស 1000 នាក់ហើយជាមេលើ100 នាក់ជាមេលើ50 នាក់ហើយជាមេលើ10 នាក់ផងឲ្យអ្នកទាំងនោះជំនុំជម្រះពួកជនជាដរាបឯអស់ទាំងរឿងណាធំនោះត្រូវឲ្យគេនាំមកដល់ឯងតែបើជារឿងតូចទេត្រូវឲ្យគេកាត់សេចក្តីដោយខ្លួនគេចុះនោះឯងនឹងបានស្រួលជាងឯអ្នកទាំងនោះនឹងបានជាជំនួយដល់ឯងបើឯងព្រមធ្វើដូច្នោះហើយព្រះទ្រង់ក៏បង្គាប់ផងនោះឯងនឹងនៅស្ថិតស្ថេរបានហើយបណ្ដាជននេះនឹងបានទៅដល់កន្លែងគេដោយសុខសាន្តទាំងអស់គ្នាដែរម៉ូសេលោកក៏ស្ដាប់តាមឪពុកក្មេកហើយធ្វើតាមពាក្យដែលលោកថាទាំងប៉ុន្មានគឺលោករើសយកមនុស្សដែលប៉ុនប្រសពក្នុងពួកអ៊ីស្រាអែលទាំងអស់តាំងឡើងឲ្យធ្វើជាមេត្រួតត្រាលើបណ្ដាជនទាំងឡាយ
ជាមេលើ1000 នាក់ជាមេលើ100 នាក់ជាមេលើ50 នាក់ហើយជាមេលើ10 នាក់ដូច្នោះអ្នកទាំងនោះក៏ជំនុំជម្រះពួកជនជាដរាបទៅគេនាំអស់ទាំងរឿងរ៉ាវណាដែលពិបាកមកដល់ម៉ូសេតែអស់ទាំងរឿងរ៉ាវណាដែលតូចនោះគេកាត់សេចក្តីដោយខ្លួនគេវិញរួចម៉ូសេបញ្ជូនឲ្យឪពុកក្មេកទៅនោះលោកក៏ត្រឡប់ទៅស្រុកវិញព្រះគម្ពីរនិក្ខម៉ានាំងជំពូកទី19ដល់ខែទី3ក្រោយដែលចេញពីស្រុកអេស៊ីបមកនៅថ្ងៃនោះឯងពួកកូនចៅអ៊ីស្រាអែលក៏ទៅដល់ទីរហោស្ថានស៊ីណាយគេបានចេញពីរេភេឌីមទៅដល់ទីរហោស្ថានស៊ីណាយហើយនាំគ្នាដំឡើងត្រសាលនៅទីនោះគេតាំងទីលំនៅក្នុងទីរហោស្ថានទល់មុខនឹងភ្នំចំណែកឯម៉ូសេលោកក៏ឡើងទៅឯព្រះនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅលោកពីលើភ្នំថាចូលឯងនិយាយនឹងពួកវង្សយ៉ាកុបហើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាឯងរាល់គ្នាបានឃើញអស់ទាំងការដែលអញធ្វើដល់សាសអេស៊ីបហើយនិងការដែលអញបានទ្រឯងរាល់គ្នាលើស្លាបឥន្ទ្រីនាំមកឲ្យអញនេះផងដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវហើយកាន់តាមសេចក្តីសញ្ញារបស់អញនោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើជាងអស់ទាំងសាសត្បិតផែនដីទាំងមូលជារបស់ផងអញឯងរាល់គ្នានឹងបានធ្វើជានគរដល់អញដែលសុទ្ធតែជាសង្ឃហើយជាសាសបរិសុទ្ធឲ្យអញដែរគឺពាក្យទាំងនេះហើយដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលនោះម៉ូសេក៏មកវិញហើយប្រជុំពួកចាស់ទុំក្នុងបណ្ដាជនប្រាប់គេតាមអស់ទាំងពាក្យដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកឯពួកជនទាំងឡាយគេឆ្លើយឡើងថាយើងខ្ញុំរាល់គ្នាធ្វើតាមគ្រប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមកនោះម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលដល់ព្រះយេហូវ៉ាវិញព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅម៉ូសេថាមើលអញមកឲ្យឯងក្នុងពពកយ៉ាងក្រាស់ដើម្បីឲ្យបណ្ដាជនបានឮក្នុងការដែលអញនិយាយនឹងឯងហើយឲ្យគេបានទុកចិត្តនឹងឯងជាដរាបនោះម៉ូសេក៏ទូលដល់ព្រះយេហូវ៉ាតាមអស់ទាំងពាក្យនៃពួកជនព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលទៅឲ្យពួកជនដើម្បីនឹងញែកគេឲ្យបរិសុទ្ធនៅថ្ងៃនេះហើយថ្ងៃស្អែកផងត្រូវឲ្យគេបោកខោអាវដែរហើយរៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី3ត្បិតថ្ងៃទី3នោះព្រះយេហូវ៉ាទ្រង់នឹងយាងចុះមកលើភ្នំស៊ីណាយឲ្យគេឃើញត្រូវឲ្យឯងដាក់កំណត់គោលចារឹកនៅជុំវិញឲ្យបណ្ដាជនគ្រប់គ្នាដោយប្រាប់ថាចូលប្រយ័ត្នកុំឲ្យឡើងទៅលើភ្នំឡើយកុំឲ្យទាំងជន់ដល់ជើងភ្នំផងត្បិតអ្នកណាដែលជន់ដល់ភ្នំនោះនឹងត្រូវស្លាប់ជាមិនខាននឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេគឺអ្នកនោះនឹងត្រូវចោលនឹងថ្មឬបាញ់នឹងព្រួញវិញទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរកាលណាផ្លុំស្នែងឮសូរវែងនោះត្រូវឲ្យគេចូលមកជិតភ្នំម៉ូសេក៏ចុះពីលើភ្នំមកឲ្យពួកជនរាល់គ្នាវិញញែកគេចេញជាបរិសុទ្ធហើយគេក៏បោកខោអាវគ្រប់គ្នារួចលោកបង្គាប់គេថាចូលអ្នករាល់គ្នារៀបខ្លួនជាស្រេចឲ្យទាន់ថ្ងៃទី3ចុះកុំឲ្យទៅជិតស្ត្រីឯណាឲ្យសោះលុះដល់ព្រឹកឡើងថ្ងៃទី3នោះក៏មានឮសូរផ្គរមានភ្លេចបន្ទរនិងពពកយ៉ាងក្រាស់នៅលើភ្នំព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែងរួចបណ្ដាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាលក៏ញ័ររន្ធត់ទាំងអស់គ្នានោះម៉ូសេលោកនាំគេចេញពីទីដំឡើងត្រសាលទៅជួបនឹងព្រះគេឈរតម្រៀបគ្នានៅទីជើងភ្នំឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ត្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់ក្នុងភ្លើងផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើងតួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំងការឮសូរស្នែងកាន់តែដណ្កើនខ្លាំងឡើងនោះម៉ូសេក៏ទូលហើយព្រះទ្រង់មានបន្ទូលឆ្លើយតបមកលោកព្រះយេហូវ៉ាទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយទ្រង់មានបន្ទូលហៅម៉ូសេពីលើកំពូលភ្នំរួចម៉ូសេក៏ឡើងទៅព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថាចូលឯងចុះទៅហាមដល់បណ្ដាជនរាល់គ្នាដោយដាច់ខាតក្រែងគេរំលងចូលមកឯព្រះយេហូវ៉ាដើម្បីមើលនោះនឹងមានគ្នាជាច្រើនត្រូវស្លាប់ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ានោះត្រូវឲ្យគេញែកខ្លួនចេញជាបរិសុទ្ធដែរក្រែងទ្រង់នឹងប្រហារគេម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថាបណ្ដាជនទាំងឡាយនឹងឡើងមកដល់ភ្នំស៊ីណាយពុំបានត្បិតទ្រង់បានហាមផ្ដាច់ហើយដោយបន្ទូលថាចូលដាក់គោលចារឹកនៅជុំវិញភ្នំហើយញែកចេញជាបរិសុទ្ធផងតែព្រះយេហូវ៉ាទ្រង់បង្គាប់ថាទៅចូលឯងចុះទៅរួចឡើងមកវិញនាំទាំងអេរ៉ុនមកជាមួយផងតែកុំបើកឲ្យពួកសង្ឃនិងពួកជន
ទំលាយចូលមកឯព្រះយេហូវ៉ាឡើយក្រែងទ្រង់នឹងប្រហារគេដូច្នេះម៉ូសេក៏ចោះទៅប្រាប់ដល់ពួកជនទាំងឡាយព្រះគម្ពីរនិខម៉ានាំងជំពូកទី20នោះព្រះទ្រង់មានបន្ទូលនៅពាក្យទាំងនេះថាអញនេះគឺព្រះយេហូវ៉ាជាព្រះនៃឯងដែលបាននាំឯងចេញពីផ្ទះពួកបាវបម្រើនៅស្រុកអេស៊ីបមកកុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះកុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើឬនៅផែនដីខាងក្រោមឬនៅក្នុងទឹកដែលទាបជាងដីផងក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះឬគោរពប្រតិបត្តិតាមនោះឡើយត្បិតអញដែលជាយេហូវ៉ាជាព្រះនៃឯងអញមានសេចក្តីប្រច័ណ្ឌក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់3ហើយ4ដំណរផងចំពោះអស់អ្នកណាដែលសពអញតែអញផ្ដល់សេចក្តីសប្បុរសដល់ទាំងពាន់ដំណរដល់ពួកអ្នកដែលស្រឡាញ់ហើយកាន់តាមបញ្ញត្តិរបស់អញទាំងប៉ុន្មានវិញកុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះនៃឯងជាអាសាឥតកាលឡើយត្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអាសាឥតកាលនោះទេចូលឲ្យនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធក្នុងរវាង6ថ្ងៃនោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះតែឯថ្ងៃទី7នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញនៅថ្ងៃនោះមិនត្រូវឲ្យធ្វើអ្វីឲ្យសោះទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តីទោះបាវប្រុសឬបាវស្រីឯងក្តីទោះសាររបស់ឯងឬអ្នកដទៃដែលនៅផ្ទះឯងក្តីត្បិតក្នុង6ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃផែនដីហើយនិងសមុទ្រព្រមទាំងរបស់សពសារពើនៅស្ថានទាំងនោះដែររួចដល់ថ្ងៃទី7ទ្រង់ឈប់សម្រាកហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាកហើយក៏ញែកចេញជាបរិសុទ្ធចូលគោរពប្រតិបត្តិដល់ឪពុកម្ដាយដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យកុំឲ្យសម្លាប់មនុស្សឲ្យសោះកុំឲ្យផិតគ្នាឲ្យសោះកុំឲ្យលួចប្លន់ឲ្យសោះកុំឲ្យធ្វើទីបន្ទាល់ខ្លែងទោះនឹងអ្នកជិតខាងខ្លួនឲ្យសោះកុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះក៏កុំឲ្យលោភចង់បានប្រពន្ធគេឬបាវប្រុសបាវស្រីគេក្តីឬគោលាឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះកាលបណ្ដាជនទាំងអស់គ្នាបានលឺផ្គរលាន់និងសូរផ្លុំស្នែងហើយឃើញភ្លេចបន្ទោនិងភ្នំហុយផ្សែងឡើងដូច្នេះនោះស្រាប់តែគេញ័ររន្ធត់ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញគេនិយាយនឹងម៉ូសេថាសូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នាតែខ្លួនលោកបានហើយយើងខ្ញុំនឹងស្ដាប់លោកសូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយក្រែងយើងខ្ញុំត្រូវស្លាប់ម៉ូសេក៏តបថាកុំខ្លាចអីត្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងលបងអ្នករាល់គ្នាទេហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយតែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ទៅម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូចនេះថាខ្លួនឯងរាល់គ្នាបានឃើញថាអញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មកដូច្នេះមិនត្រូវឲ្យមានព្រះឯណាទៀតនៅជាមួយនឹងអញទោះទាំងព្រះធ្វើពីមាសឬពីប្រាក់ក៏មិនត្រូវធ្វើសម្រាប់ខ្លួនឡើយត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញហើយត្រូវថ្វាយដង្វាយដុតនិងដង្វាយមេត្រីជាជាមហើយនឹងគោរបស់ឯងនៅលើអាសនៈនោះឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណាដែលអញតាំងឲ្យមានសេចក្តីរំលឹកដល់ឈ្មោះអញបើឯងស្អាងអាសនៈពីថ្មឲ្យអញនោះកុំឲ្យយកថ្មដាប់ឡើយត្បិតកាលណាឯងយកពន្លាមកដាប់ថ្មនោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះទៅជារបស់ដែលមិនស្អាតវិញក៏កុំឲ្យមានថ្នាក់ចិន្តាដើម្បីឡើងទៅឯអាសនៈអញឡើយក្រែងគេឃើញគេខ្មាស់ឯង